Ôn miên mòn sài thoát khăn chẳng á giờ mà thưa một hộp ấy nhom khoản là khơi mòn thoát mòn sài khăn là on trái cứ nhom giờ mà ngào churu mà tê khiêu nè bông ôn để sao mà tê khiêu nó đây phôm nhom ni miên mặt đau là ơi là bàn tay tôm mặt to nên mình đang chỉ sạt ấy mà xì mà tê tôm nó vì ở trái hai vì xì lằng lên nhom khơi hay nhom mọc bay mà tê tầng trái đi còn ai vì tôm to nó khai sạt vì xì nhom bay lằng bị đau mất ban lằng mà chan bông ôn này là liêng vì sạt hay giờ vì mà cần ở bayแบบนี้giờ mà đã ngào churu chùm môi nằng mòn sài nè thoát là khăn nè bông ôn này hay bao giờ bị tha ngào churu mòn sài nhom chưa thật tiếc bom ôn nào có thọp nhầm bom ôn có thọp thưa đây vi chìm hộp để xua thưa phải chăm tiếc tay mà đó nghe này anh ấy chỉ là việc ngao chua phải chăm tiếc nhom á nó pe đại nhom ngao chua nhom đám tập ở pu hay nhom đã cô sẽ cây pico và thêm cho mồi nặng bay cả là vậy hay sầm đạp sạch món cứ nhom đã tiền mua tay mà đó ăn cạp té nhom và thêm cho mồi nặng sao súp scone và bị cháy cho mồi nặng tật tâyเครื่อง กรบ mộc ở hai cứ nhomกรบ ឆ្នាំង រងាស់ ទុក រយៈ ពេល 15 នាទី ឲ្យ សាច់ មាន់ យើង វា ឆ្អិន ល្អ ណា បងប្អូន បាន 15 នាទី គឺ យើង មក ប្រែ មាន់ ម្ដង ឥឡូវ នេះ មក បើក គាត់ ណា ក្រប ឆ្នាំង ចេញ ហ្នឹង និយាយ ពី ថា សាច់ មាន់ គឺ ថា ឡើង សិត តែ ខ្លាញ់ ដែរ ពេញ ឆ្នាំង តែ ម្ដង ណា បងប្អូន គឺ ល្អ មែនតែន ស្ងោរ ជ្រក់ មាន់ ទាំង មូល បែប នេះ ហ៎ ធ្វើ ឲ្យ ទឹក សឡ របស់ យើង មាន ជាតិ ឆ្ងាញ់ ហើយ បើ សាច់ មាន់ វិញ គឺ ថា អូយ ឡើង ស្វិត ផ្អែម តែ ម្ដង ណា ខ្ញុំ ចូល ចិត្ត ញ៉ាំ ស្ងោរ ជ្រក់ សាច់ មាន់ អញ្ចឹង ណា ហើយ នៅ ពេល ដែល យើង ស្ងោរ ជ្រក់ ដាក់ ថែម ជាមួយ នឹង បាយ បងប្អូន ធ្វើ ឲ្យ ទឹក សឡ របស់ យើង នេះ ហ៎ គឺ មាន ជាតិ មែនតែន ខ្ញុំ ឆ្នាំង ទុក ស្ងោរ ថែម 5 នាទី ទៀត ឲ្យ សាច់ មាន់ របស់ ខ្ញុំ នេះ កាន់ តែ ឆ្អិន ល្អ ហើយ ខ្ញុំ ក៏ ឆ្លៀត មក ញ៉ាំ ថ្នាំ កាពះ PEMAX Premier នេះ មក កញ្ចប់ ជំនួយ ការ ពិសេស ខ្ញុំ តែ ម្ដង គឺ ខ្វះ អត់ បាន ទេ គ្រប់ ពេល តែ ម្ដង ណា បងប្អូន ហើយ បើ ថា រសជាតិ របស់ គេ គឺ ឆ្ងាញ់ ប្រហែល ស្រួល ញ៉ាំ ណាស់ ថ្នាំ កាពះ PEMAX Premier នេះ នៅ ពេល ដែល មាន អារម្មណ៍ ថា ឈឺ កាពះ កាហាយ កាពះ មាន ជាតិ អាស៊ីត អី ចុក ឆ្អល់ គឺ យើង ញ៉ាំ តែ មក កញ្ចប់ ទេ គឺ បាត់ តែ ម្ដង ល្អ មែនតែន សម្រាប់ បងប្អូន ដែល គាត់ មាន ជំងឺ ទឹកនោម ផ្អែម អី ក៏ ញ៉ាំ បាន ដែរ គឺ អត់ មាន ជាតិ ស្ករ ទេ ណា បងប្អូន ហើយ មក មើល ម្ហូប របស់ យើង វិញ មាន់ របស់ ខ្ញុំ គឺ បាន ឆ្អិន ល្អ ហើយ គឺ ខ្ញុំ ស្រង់ សាច់ មាន់ ដាក់ ចូល ឆ្នាំង ដើម្បី រៀបចំ យក ទៅ ញ៉ាំ សម្រាប់ ទឹក សម្ល ស្ងោរ ជ្រក់ របស់ យើង គឺ ខ្ញុំ មក ដាក់ បន្ថែម ជាមួយ នឹង ក្រូច ឆ្មា ចំនួន 4 ចំណិត យក រសជាតិ ជូរ ជ្រះ ណា បងប្អូន ហើយ ខ្ញុំ មក ដាក់ បន្ថែម ជាមួយ នឹង ជី ស្ងោរ ជ្រក់ មាន ជី ណា ជាមួយ នឹង ជី វង ដែល យើង ហាន់ តូច ៗ បន្ថែម ជាមួយ នឹង ម្ទេស ដែល ខ្ញុំ បេះ មិញ បាន ឡើង មួយ ចាន ហ្នឹង ដាក់ ចូល ទាំង អស់ តែ ម្ដង អូយ និយាយ ពី ថា ទឹក ស្ងោរ ជ្រក់ របស់ យើង គឺ ទំនង មែនតែន រួច ហើយ គឺ ខ្ញុំ ចាប់ ផ្ដើម ដួស ទឹក ស្ងោរ ជ្រក់ របស់ យើង ហ្នឹង គឺ ដាក់ ចូល ក្នុង ឆ្នាំង សាច់ មាន់ ដែល យើង រៀបចំ ទៅ ញ៉ាំ ហើយ ខ្ញុំ មក ចាប់ ផ្ដើម លាយ ជាមួយ នឹង អំបិល ម្ទេស ណា បងប្អូន ដែល ទុក ជ្រលក់ ជាមួយ នឹង សាច់ មាន់ របស់ យើង ហើយ អំបិល ម្ទេស នេះ គឺ ខ្ញុំ បាន បុក រួច រាល់ ហើយ យើង ដាក់ បន្ថែម នឹង ក្រូច ឆ្មា 3 ចំណិត ជាមួយ នឹង ជី វ៉ាន់ស៊ុយ ដែល យើង ហាន់ ល្អិត ៗ មក ហើយ ឥឡូវ នេះ មក ហែក សាច់ មាន់ មក ផ្លូវ តែ ម្ដង និយាយ ពី ថា អូយ សាច់ មាន់ នេះ ទំនង ណា បងប្អូន អើយ ឃើញ មាន់ ស្រែ បែប នេះ ហើយ ទប់ អារម្មណ៍ អត់ បាន ទេ ណា មក ភ្លក់ ជាមួយ ខ្ញុំ ថា រសជាតិ មាន់ ស្រែ ជាមួយ នឹង ស្ងោរ ជ្រក់ ម្ទេស ខៀវ នឹង រសជាតិ ឆ្ងាញ់ បែប ណា ដែរ មាន់ស្រែ និយាយ ពី ថា ឡើង ស្វិត ផ្អែម ឆ្ងាញ់ តែ ម្ដង ណា បងប្អូន មាន់ ទីក្រុង អត់ ដូរ ទេ និយាយ ពី ថា ជាតិ ខ្លាំង មែនតែន តែ ម្ដង យក មក តា ស្ងោរ ជ្រក់ ម្ទេស ខៀវ បែប នេះ ក៏ ឆ្ងាញ់ ដែរ បងប្អូន អើយ បាន សាច់ មាន់ មក ផ្លូវ នេះ គឺ ត្រូវ ចិត្ត ខ្ញុំ តែ ម្ដង ណា បងប្អូន ហើយ បើ និយាយ ពី ទឹក ស្ងោរ ជ្រក់ មាន់ គេ នេះ វិញ និយាយ ពី ថា ជាតិ ខ្លាំង មែនតែន វា ត្រូវ គ្នា ជាមួយ នឹង ម្ទេស ខៀវ ហ្នឹង ណា បងប្អូន គឺ រសជាតិ របស់ គេ គឺ ថា ឡើង ផ្អែម ហើយ និយាយ ពី ថា ហិល វិញ ហិល មួយ ហោះ ហិល មួយ ញាក់ ឆ្ងាញ់ តែ ម្ដង អ្នក ចូល ចិត្ត ហិល បាន យល់ អារម្មណ៍ ថា ពេល ដែល យើង ដាក់ ម្ទេសហិល អញ្ចឹង វា ត្រូវ មាត់ យើង ញ៉ាំ ជាមួយ នឹង សាច់ មាន់ ស្រែ ស្វិត នេះ ទៀត អូយ ឆ្ងាញ់ ណាស់ បងប្អូន អើយ ខ្ញុំ និយាយ មែន ហើយ បើ ថា ធ្វើ វិញ គឺ ធ្វើ លឿន មែនតែន ស្ងោរ ជ្រក់ មាន់ ហើយ ក៏ មិន ពិបាក ធ្វើ ដែរ rồi,ឆ្ងាញ់ ណាស់ បងប្អូន បាន មាន់ ស្រែ ឡើង ផ្អែម